lời video về này cái lại cái thọ rồi cái tập phim mongผมมุ้ยจังละผมมุ้ยไพ่เบอร์ตีเลยจับเราเหมือนกันđây cái phương phơi ăn tiệt ôi ngàyนี้คือยิ่งเป็นตำนานผมซามวยเตียได้คือเจเล็กขณะคือจีมาโตดาวแรงแต่น้องวิดีโอมวยนี่คือยมพดอเตลแต่สภาพตามดองเพลย์จานจึงเกมองผัวยมบานโจเลรมนีทางกันไรนะแต่คือขอนจะจิกาจีเล่เนี่ยจิตตะให้คือจีมาไว้แต่ดองไฮในตามเพลย์คือยมาจูอุปสรรคอย่างชาได้ดูจุดไม่เพลียงชอเลยนั่งคือยมหลงเงี้ยเหมือนแต่จังประทังดังทาน้องวิดีโอนั่งยมจูไปไม่คล้าให้เบอร์สิงห์จังออกเนี่ยจังเมื่อแต่สภาพแต่สภาพเพลย์ปีสำโลตการพนมปอมพรำตการวิวเวยังวิมีสำรองสอสอาแบบนั้นคอมเพล็กตามดานวิดีโอนี้เราจบตั้งออกคันนี้ฮัลโหลก็มอยไงมองยุติต่อมาเมื่อวิดีโอบอกจะตั้งออกคันนี้จับมาได้เนี่ยตอกเนี่ยผมไม่จับกระดานเพลียงมาเลยตอกกรอบมาเลยดันมุกกันมาจับบานออกเลยเดี๋ยวแต่ไม่จะสะอาดซ้ำมาหนึ่งเพลียงแต่เป็นนั่งแมนจีเอาไปสร้างรับเงี้ยมันเยอะก็น่าจะมัดติดอะไรนี่ยังโจโดยเชียมาบอลเหรอดบอลโดยเชียกับไฮเอ้ยขนมกับเป้เยอะทางบางเงี้ยเนี่ยบอลบอลนั่นเลยเยอะซอฟตุ้งการสเปย์กับเราที่ดอลลงมือมันมาเลยสะอาดพลังอะไรเลยอะไรนี่สะอาดพลังงานจออาบจอไอก๊อปสรีหมอสะอาดพลังยังทานดาวเลยยูทางเคยเหรอไปปลูกตะเพียบใบไปยูบ้านเหมือนเต้นแต่สกิปไงนี่ก็ไหลได้ต่อสะอาดเลยสต๊อบล้อเดียวบอสะอาดใหญ่แม่ใหญ่แต่ได้คือสะอาดพลังบอกสะอาดโอ้เนี่ยดอกนี่โม่โลเอเดตโอ้ยสกปรกสะอาดไหมสะอาดไปได้โอ้ตบสวยมั้งnhưng mà ba mấy là tranh từ đâu má mau ở mong chất tí là mau đua đấy khoan pram trên to cả lỗ rồi đo bộ vu và bòi nhạc hiệu một phần nào lại nó đi chia phơi tung ăn lần ta vừa về đó là cọp sợi mong nó đom rốn trong ngày tụi bạn này lại mong buồn chương trình nào tại một được thiết thực pin nắng đó là lành tung ăn lại thò đâu đứa sau xa sầm bột cái lỗ tiệt ở đây nhưng pha bay trên bao lội mét bay cái lỗ bao là máy thiết đâu mà mùi của màu ấy โอเคนะต้องนี่อ่ะแล้วก็เยอะมาดาวบอกมือมาไอ้น้องบ้วนเป็นไปอ่ะตี
យើងដូចអត់មានត្រូវឯបងអង្គយូរទេយើងត្រូវបត់ស្ដាំឡើងទៅវាយកហ្មងជីវាងមេឃល្ងិតព្រោះខ្ញុំចង់ចូលឲ្យបានរៀងជ្រៅដែរឡើយយើងតដំណើរទៅមុខទៀតខ្ញុំខានមកនេះយូរកន្លែងនេះឥឡូវគេរៀបចំស្អាតជាងមុនមានផ្លូវថ្មើរជើងមានអីផ្លូវយើងទៅលើជាងមុនឡើយហ្នឹងទៅមុខលើទូចឹងហើយស្ដុកទៀតឥឡូវឃើញយើងទលាយស្អាតវាទៅផ្លែកកន្លែងមួយដែលយើងធ្លាប់មកតាំងពីគេធ្វើផ្លូវមិនទាន់ហើយដល់ពេលយើងមកម្ដងទៀតមានអារម្មណ៍ណាអូវាផ្លែកខ្លាំងហើយស្អាតជាងមុនទៀតហើយមើលទៅខាងមុខនោះអូអាប់បាំងភ្នំស្ងាត់មើលភ្នំចង់ឃើញកាហ្វេភ្នំអូគេបិទបាត់ហើយនោះគឺជាផ្លូវគេហៅពេលចឹងគេហៅផ្លូវទន្ទឹងអាងហ្នឹងបាត់ថ្វាយហ្នឹងនៅខាងមុខនោះខ្ញុំចូលកាន់តាគៀកទៅដល់ហើយខាងមកនេះយូរមានអារម្មណ៍ថាពេលយើងមកម្ដង friend មានអារម្មណ៍ថាកាត់ stress ហ្មងឥឡូវគឺយើងចាប់ផ្ដើមឡើងទៅលើបន្តិចទៅហើយបដិញបន្តិចទៅហើយអូស្អាតខ្លាំងមែនទេសភាពខាងនេះអូស្អាតខ្លាំងហ៎Look at that. Saan? Ok,ឥឡូវបន្ទាប់ពីយើងធ្វើដំណើរយ៉ាងយូរឥឡូវយើងមកដល់ភ្នំពំ5កន្លែង check point មួយដែលគេចំណាំថតរូបខ្ញុំមកពីនោះម៉ោង 2 ជាងឥឡូវម៉ោង 4:40 ជាងទៅមកដល់ហេ 2 ជាងអីម៉ោង 7:02 ស្អាតហ្មងទិដ្ឋភាពម៉ោង 4:40 នៅនេះទៅវិញដល់មេឃល្ងិតហើយទៅវិញដល់មេឃល្ងិតថ្ងៃនេះយើងត្រូវឡើងទៅលើទៅមុខទៀតពូយូបានមកម្ដងត្រូវមកអស់ថាបាននៅថតរូបឯច្រើនកន្លែងនោះទេសារខ້ອຍពេលវេលា
ម៉ោង4:5275ហើយខ្ញុំត្រូវឡើងទៅដល់ថ្មដាតូចនោះទៀតយើងជួយលើកតាពួកអីខ្លាចមានគេជិះម៉ូតូមកកិច្ចតូនចាំតែហ្នឹងខ្លាចដួលហ្នឹងយើងជួយបានយើងជួយកន្លែងនេះឥឡូវយើងតដំណើរទៅមុខទៀតអូយនៅនេះគឺត្រជាក់មែនតើអ្នកនរគ្នាត្រជាក់ខ្លាំងហ្មងលើភ្នំនេះសោបុកមកត្រជាក់ស្រេបស្ងាបើយើងជិះតាមកន្លះម៉ោងឯងដល់ល្ងាចហ្មងកន្លែងនេះមកជួផ្លូវមកជួនេះឥឡូវគេចាក់ធ្វើសាថ្មីទាំងអស់មើលហើយចេះល្អឡើងអ្នកគ្នាជិះរៀងប្រចាំតិចជាកោងកែងទៅលឿនផ្អៀងតិចដូចប្រុសគេចាក់ធ្វើថ្មីខ្ញុំមកស្មាននេះអត់មានមនុស្សជិះតាមផ្លូវវាស្ងាត់មកផ្លូវជិះតែឯងម៉ោង5ឡើយ2នាទីទៀតហ្នឹងដល់ពេលអញ្ចឹងលើភ្នំវាវែងនេះភ្នំប៉មនេះស្ងាត់ហ្មងមិនសូវតែវិញជិះតែឯងទៀតមិនសូវមិនយើងល្ងឹតតែមិនអីប៉ុណ្ណឹងលើនេះប្រហែលជាធំភ្លៀងហើយបានផ្លូវខ្នល់សើនេះជ្រាបម៉ោង5ជាងនៅវាវែងផ្លូវនេះមិនមែនផ្លូវយើងកំពុងជិះចុះទៅវិញទេគឺផ្លូវជិះទៅថ្មដាតូចទៅស្ពានបាយហ្នឹងកំពុងចេញទៅគេស្មាននេះគេត្រឡប់ទៅវិញអត់ហើយខ្ញុំទៅចេញទៅស្ងាត់អត់មានមនុស្សហើយត្រជាក់ខ្លាំងលើនេះមកនេះត្រជាក់មែនតើហ្មងចង់ល្ងានេះបានពាក់អាវរៀងក្រាស់ដែរឥឡូវគឺខ្ញុំបានមកដល់ចិត្តដល់កន្លែង check point មួយទៀតហើយដែលគេចំណាំឈប់ថតទៅទេសនាមកខាងមកខ្ញុំនេះវាអត់សូវបៃតងខ្ចីវាអត់សូវបៃតងខ្ចីដល់ពេលអញ្ចឹងវាអត់សូវស្អាតឡាយមែនតើតែមិនអីយើងមកដល់អត់សូវស្អាតខាងក្រោយខ្ញុំនេះណាងមិនទេសំណាងមកភ្លៀងហើយបាទខ្ញុំមកដល់ភ្លៀងហើយបាទខ្ញុំមកដល់ឡើយនេះចឹងនេះហើយកន្លែងនេះឥឡូវដូចក៏ចង់និយាយថាដូចអូឥឡូវទៅនិយាយទៅមាត់រឿងសាច់ហ្មងសាច់ឥឡូវទឹកភ្លៀងតិចតិចខំនិយាយថាខ្លួនឯងសំណាងឥឡូវមកដល់ឡើយនេះវាហេមិនទេប៉ុណ្ណេះឥឡូវមកម៉ោមចេះស្អាតហ្នឹងឯងបានឃើញអូមិនចាប់ប្រាំភ្លៀងបាត់ហើយចោលបាត់ហើយបាទតែនិយាយថាខ្លួនឯងសំណាងបាទឥឡូវមិនភ្លៀងហើយបាទជាទាំងភ្លៀង
តែភ្លៀងនេះល្មមដែរមិនខ្លាំងអីណាស់ទេខ្លះយើងទៅលើមុនអត់មកដល់កន្លែងនេះខ្ញុំមកដឹងថាម៉ៃខ្ញុំមានបញ្ហាអីទេគឺនិយាយអត់ស្រូបសលេងសោះហ្មងមិនដឹងថាវាសើមទឹកឬសើមអីខ្ញុំវាអត់ដឹងទេកន្លែងហ្នឹងគឺខ្ញុំចូលជ្រោកភ្លេងបន្តិចសិនហើយចាំតារៀងស្បើបន្តិចយើងបន្តដំណើរទៅមុខទៀតកន្លែងហ្នឹងហ៎ដោយសារកន្លែងហ្នឹងពេលហ្នឹងវាភ្លៀងខ្លាំងពេកឥឡូវនេះថ្ងៃនេះថ្មដាក់តូចមេឃអលឹមមេឃអលឹមឯភ្លៀងឯនេះលេផ្លូវទៅវិញតែមិនដឹងខ្ញុំជីទៅខ្ញុំបកមកវិញចូលបន្ទប់ទឹកផ្លែតឥឡូវយើងត្រូវទៅណោះវិញយើងទៅធំស្ពានបាក់ឯហើយយើងត្រឡប់ទៅផ្ទះវិញហើយសារពេលវេលារៀងជ្រៅល្ងឹតឡើយមេឃម៉ោង5កន្លះហើយឥឡូវ 5:30 ហើយចឹងយើងអាចនៅយូរបានទេយើងទៅស្ពានបាក់យើងត្រឡប់ចេញទៅផ្ទះវិញហើយទៅវិញទៅដល់បាត់ដំបងដល់ល្ងឹតហើយយប់នេះចំដល់ពេលមេឃភ្លៀងចេះទៅសម្រាប់ថ្មដាងតូចក៏វាស្ងាត់មកនេះដែរតែមកខ្ញុំមកល្ងាចពេកក៏ទៅផ្ទះអស់ស្ងាត់ហ្មងអូកន្លែងនេះស្អាតដែរកន្លែងនេះភ្នំអាមុខនោះរៀងបៃតងអាឡៃស្ពាននោះអត់ចឹងទេរៀងខ្លាយអូយពេលមេឃភ្លៀងហើយសើមខ្លួនចេះជីត្រូវខ្យល់ជើងល្ងាយកហ្មងអូខេឥឡូវគឺយើងបានមកដល់កន្លែងនេះទៀតទេទេសភាពស្អាតកន្លែងប្លង់កន្លែងនេះគឺស្អាតណាបៃតងខៀវខ្ចីហ្មងខ្ញុំចូលចិត្តតែទេសភាពព្រៃភ្នំចឹងចូលចិត្តតាំងពីក្មេងឆ្លាញ់ខ្ញុំក្មេងនៅនេះមេឃនៅនេះរាំងហើយខ្ញុំមកពីខាងនោះនៅភ្លៀងខាងនោះនៅភ្លៀងកន្លែងនេះភ្លៀងដាច់គ្រាប់អស់ហើយជាក់ស្រែបចង់ងារនេះអូស្អាតនិយាយដែរថាស្អាតវាវិញមកខែនេះស្អាតនៅភ្នំពាំ5បន្ទាប់ពីភ្លៀងមួយមេរួចសើមខ្លួនជោគឥឡូវមើលទេសភាពខ្ចីញ៉ាញ់ខៀវខ្ចីញ៉ាញ់ហ្មងតិចក៏តិចល្ងាក៏ល្ងាស្ពានផ្លូវគឺធ្វើបដាអាសន្នឥឡូវទឹកហូរដាច់ស្ពានដែកនេះដែលជាស្ពានចាស់ពីមុនជិះស្រាវណាឥឡូវគេជួសជុលឡើងវិញនេះមកអាចឡើងឡានបានស្ពាននេះពីមុនជិះឡានអត់កើតទេជិះម៉ូតូបានម៉ូតូនោះជិះទាំងស្រាវទៀតពេលហ្នឹងតែឥឡូវនេះយើងអាចប្រើប្រាស់បានឥឡូវខ្ញុំមកដល់កន្លែងស្ពានដាច់ទេឥឡូវនេះគឺម៉ោង6ជាងទេ6ជាងទៅវិញដល់ល្ងឹតទេម៉ោង6 5:59ថា6នេះស្ពានដៃនេះពីមុនជិះបានម៉ូតូឥឡូវគេជួសជុលមកជិះឡានជិះអីបានកន្លែងនេះឥឡូវមុនផ្លូវធ្វើបដោះអាសន្នឥឡូវទឹកហូរដាច់បាត់ហើយអូនិយាយទៅមានអារម្មណ៍វាល្ងាឡើងញាក់ហ្មងយើងត្រូវភ្លៀងហើយដល់ពេលលើនេះវាត្រជាក់ទៀតខ្ញុំជិះម៉ូតូញាក់បណ្ដោយ
ដល់ផ្ទះមិនស្រួលក្រំណាខ្ញុំតិចឡើងនេះចូលភ្លៀងលើក្នុងវាវែងនេះភ្លៀងនោះភ្លៀងអូតិចមែនតើណាគឺតិចឡើងញ៉ាំហើយផ្លូវសាមទៅជិះលឿនអត់កើតទេមិនស្រួលល្អខ្ញុំអត់ហ៊ានលឿនញ៉ាំវល់បងមកកន្ត្រូលបានណាមកផ្លូវនេះជិះតាហេងទៀតមានតែជិះជាមួយសោះមានចាប់ឡើងហ្នឹងទៅខ្ញុំសុំ178គីឡូទៀតណាមិនដល់ទេឥឡូវអូយសាំហ្មងចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងឯងហើយនេះជាវីដេអូខ្លះៗដែលខ្ញុំត្រឡប់ទៅវិញដូចអ្នកទាំងគ្នាបានឃើញគឺតាមផ្លូវគឺល្ងឹតឈឹងហ្មងហើយមកផ្លូវគឺជិះម្នាក់ឯងទេគឺតាមកពើពីតាមអីហ្នឹងគឺស្ងាត់ជ្រាបហ្មងអាចចាប់ពីប្រមាណអីទៅចឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនាអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ